មិនថាស្លាប់ច្រើនប៉ុណ្ណាគឹមចុងអ៊ុនមិនរអាក្នុងការជួយរុស្ស៊ីពូទីនស្វាគមន៍ទាហានកូរ៉េខាងជើងជាង 3000 នាក់បន្ថែមទៀតនៅពេលនេះកូរ៉េខាងជើងបានប្រកាសបញ្ជូនទាហានប្រហែល 3500 នាក់បន្ថែមទៀតហើយទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ីដើម្បីធ្វើការវឹកវើមុនពេលបញ្ជូនបន្តទៅកាន់សមរភូមិជួរមុខប្រយុទ្ធជាមួយទាហានអ៊ុយក្រែនក្នុងជុំទី3ប្រភពដកស្រង់ពីសមាជិកសភាកូរ៉េខាងត្បូងលោកយូយ៉ុងវុនបានឲ្យដឹងបន្តថាព័ត៌មាននេះទទួលបានពីសេចក្តីសង្ខេបបឋមនៃបទរាយការណ៍របស់ប្រធានចារកម្មការពារជាតិអ៊ុយក្រែនលោកឧត្តមសេនីយ៍ឯកគីរីឡូប៊ូដាណូកងទ័ព 3500 នាក់នេះគឺជាចំនួនបន្ថែមពីលើទាហានប្រហែល 12000 នាក់ដែលកូរ៉េខាងជើងបញ្ជូនមកជួយរុស្ស៊ីនៅក្នុងខែតុលាដោយមានកងកម្លាំងបានដាក់ពង្រាយជាបន្តបន្ទាប់អំឡុងខែមករានិងខែកុម្ភៈទាហានរបស់ប្រមុខដឹកនាំកម្ពុជាកូរ៉េខាងជើងលោកគឹមចុងអ៊ុនត្រូវបានចាត់បញ្ជូនទៅកាន់តំបន់ Kursk របស់រុស្ស៊ីហើយត្រូវបានទាហានអ៊ុយក្រែនសម្លាប់អស់យ៉ាងច្រើនប៉ុន្តែរឿងនេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងចាត់ទុកថាជាការដកស្រង់បទពិសោធន៍យោធាដ៏មានតម្លៃបើទោះបីជាឧបករណ៍ដែលទាហានទាំងនេះប្រើប្រាស់នៅមានកម្រិតក៏ដោយក្រៅពីនេះកូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ីជាថ្នូរនឹងទឹកប្រាក់និងជំនួយបច្ចេកទេសនានាដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនខណៈដែលថ្មីៗនេះកូរ៉េខាងជើងទើបនឹងបាញ់សាក់លបងមីស៊ីលបញ្ជាដើម្បីបង្ហាញពីសមត្ថភាពអាវុធកម្លាំងដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរសូមបញ្ជាក់ថាកូរ៉េខាងជើងនិងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំចាប់តាំងពីបើកការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនមកហើយក្នុងនោះរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមិថុនាដែលរាប់បញ្ចូលទាំងលក្ខខណ្ឌក្នុងការបញ្ជូនយោធាការពារគ្នាទៅវិញទៅមកនៅពេលមានចំនួនសង្គ្រាមផងដែរ